បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅពេលនេះគឺព្រឹកថ្ងៃសៅរ៍ទី18ខែកក្កដាឆ្នាំ2026ម៉ោងនៅសហរដ្ឋអាមេរិកដែលឡែកនៅប្រទេសកម្ពុជាគឺវេលាពេលយប់ថ្ងៃដដែលនេះដូចគ្នាដែរណាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិខ្ញុំសម្រាប់ជ្រើសរើសយកព័ត៌មានចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺជាសេចក្តីដកស្រង់ពីសារព័ត៌មានដែលបានផ្សាយគឺខាង South China Morning Post ផងមាន Anadolu ផងបាទដូចជាខ្ញុំដាក់រូបនេះគឺខាង Anadolu ហើយគឺខាងពីគីចិនណាខាងពីគីចិនគឺបានស្នើឲ្យកម្ពុជានិងថៃនឹងដោះស្រាយចំនួនដោយការសន្ទនាគ្នាបាទអញ្ចឹងខ្ញុំសូមដកស្រង់យកកាសែតទាំងពីរនេះមកដោយបង្ហាញពីខាងភាគីចិនវិញម្ដងកាលពីម្សិលមិញក៏ជម្រាបដែររឿងដូចគ្នាណាក៏ប៉ុន្តែគ្រាន់តែចេញពីមុំខាងប្រទេសថៃគាត់អះអាងហើយនឹងខាងប្រទេសកម្ពុជាឥឡូវនេះចេញពីខាងភាគីចិនម្ដងដែលមានក្រសួងការបរទេសចិនបានបញ្ជាក់ផងដែរអញ្ចឹងសូមជូនព័ត៌មានដល់ប្រិយមិត្តឲ្យបានគ្រប់មុំទាំងអស់តែម្ដងគឺ3មុំណាគឺចិនផងកម្ពុជាផងថៃផងអញ្ចឹងតើវិវត្តទៅយ៉ាងម៉េចដែរហើយព័ត៌មានទី2នេះគឺបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាខាងសារព័ត៌មានចិនទៅវិញទេបានឲ្យដឹងថាគឺកម្ពុជានឹងបញ្ជាទិញយន្តហោះស៊ីវិលយន្តហោះដឹកអ្នកដំណើរណារហូតដល់20គ្រឿងពីចិនបាទគឺជាការបញ្ជាទិញដ៏ធំមួយពីក្រុមហ៊ុនអាកាសចរស៊ីវិលនិងក្រុមហ៊ុនផលិតយន្តហោះរបស់ចិនបាទជាលើកទី1ហើយដែលក្រុមហ៊ុននេះនឹងយកមកដាក់ផ្លាកឲ្យក្រុមហ៊ុនអាកាសចរបរទេសគឺនៅកម្ពុជានឹងហើយព័ត៌មានទី3គឺខាងអ៊ុយក្រែនបានវាយប្រហារដោយ drone គឺបានសម្លាប់រុស្ស៊ីចំនួន8នាក់និងរបួស60នាក់ចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីតែម្ដងបាទដែលជាការមួយបង្ហាញថាអ៊ុយក្រែនកំពុងតែបង្កើនការវាយប្រហារដោយ drone ចូលទៅក្នុងទឹកដីរបស់រុស្ស៊ីកាន់តែជ្រៅមានការវាយប្រហារខ្លះជាង300គីឡូការវាយប្រហារខ្លះនៅក្បែររដ្ឋធានីមូស្គូរបស់រុស្ស៊ីតែម្ដងហើយព័ត៌មានចុងក្រោយនេះគឺខាងសហរដ្ឋអាមេរិកបាទវាអេរ៉ង់នៅយប់ទី7បាទហើយបើតាមសេចក្តីរាយការណ៍មកដល់ពេលនេះបើតាមការបញ្ជាក់របស់យុទ្ធភូមិភាគកណ្ដាលគឺបញ្ជាការកណ្ដាលបានឲ្យដឹងថាការប្រតិបត្តិការយប់ទី7នេះបានបញ្ចប់ទៅហើយបាទរងចាំថ្ងៃថ្មីនឹងបើកប្រតិបត្តិការបន្តទៅទៀតបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនាយប់ថ្ងៃសៅរ៍ទី18ខែកក្កដាឆ្នាំ2026វេលាម៉ោងនៅក្នុងប្រទេសកម្ពុជានេះបាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានខាងចិនផងខាងបរទេសផងខាងនៅខាងទូគីណាបាទអញ្ចឹងខ្ញុំសូមដកស្រង់ទូយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងគឺបើយោងតាមសេចក្តីរាយការណ៍ហ្នឹងឲ្យដឹងថាប្រធានាធិបតីចិនលោកស៊ីជីនពីងកាលពីថ្ងៃសុក្របានជំរុញឲ្យប្រទេសថៃនិងកម្ពុជាដោះស្រាយចំនួនព្រំដែនរបស់ពួកគេតាមរយៈការសន្ទនាគណៈដែលលោកបានជួបប្រជុំដាច់ដោយឡែកពីគ្នាជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរនៅទីក្រុងសៀងហៃដែលជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីការប៉ះទង្គិចគ្នាដ៏សាហាវបានផ្ទុះឡើងកាលពីឆ្នាំមុននាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរកុលនិងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានអញ្ជើញទៅទីក្រុងសៀងហៃដើម្បីចូលរួមសន្និសីទបញ្ញាសិប្បនិម្មិត AI ពិភពលោកឆ្នាំ2026និងកិច្ចប្រជុំកម្រិតខ្ពស់ស្ដីពីអភិបាលកិច្ច AI សកលរួមជាមួយនឹងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយនឹងលោកអនុทิនលោកស៊ីបានអំពាវនាវឲ្យមានទំនុកចិត្តនឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងប្រទេសចិននិងប្រទេសថៃដោយលោកមានប្រសាសន៍ថាប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នានិងលើកកម្ពស់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់នេះបើយោងតាមក្រសួងការបរទេសចិនលោកស៊ីបាននិយាយថាការដោះស្រាយចំនួនព្រំដែនថៃកម្ពុជាដោយសន្តិវិធីគឺជាផលប្រយោជន៍រួមនិងយូរអង្វែងផងដែររបស់ប្រទេសទាំងពីរហើយបានសម្ដែងក្តីសង្ឃឹមថាមេដឹកនាំទាំងពីរនឹងដោះស្រាយភាពខុសគ្នារបស់ពួកគេតាមរយៈការសន្ទនានិងការពិគ្រោះយោបល់លោកបានមានប្រសាសន៍ថាប្រទេសចិនមានឆន្ទៈ
បន្តដើរតួនាទីស្ថាបនាក្នុងរឿងនេះលោកអនុទានបានមានប្រសាសន៍ថាប្រទេសថៃបានបញ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់ការតភ្ជាប់ការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់អនឡាញនិងទូរគមនាគមន៍និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតលោកក៏បានមានប្រសាសន៍ផងដែរថាទីក្រុងបាងកកនៅតែបញ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងចំនួនជាមួយនឹងកម្ពុជាក្នុងជំនួបដាច់ដライជាមួយនឹងលោកហ៊ុនម៉ាណែតលោកស៊ីបានអំពាវនាវឲ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្រោមក្របខ័ណ្ឌ Diamond Hexagon ចិនកម្ពុជាលោកក៏បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមអនឡាញផងដែរលោកស៊ីបានមានប្រសាសន៍ថាការពង្រឹងបទជបាញ់រវាងកម្ពុជានិងថៃនឹងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកបន្តិចម្ដងគឺជាផលប្រយោជន៍ជាមូលដ្ឋាននិងយូរអង្វែងរបស់ប្រទេសទាំងពីរលោកបានបញ្ជាក់ជាថ្មីអំពីការគ្រប់គ្រងរបស់ប្រទេសចិនចំពោះការដោះស្រាយចំនួនតាមរយៈការសន្ទនានិងការចរចាហើយបាននិយាយថាទីក្រុងប៉េកាំងមានឆន្ទៈក្នុងការបន្តដើរតួនាទីស្ថាបនាលោកហ៊ុនម៉ាណែតវិញបានមានប្រសាសន៍ថាកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនុកចិត្តនយោបាយជាមួយប្រទេសចិនពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញលោកក៏បានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនិងបានថ្លែងថាកម្ពុជានៅតែបញ្ញាចិត្តក្នុងការដោះស្រាយភាពតានតឹងជាមួយប្រទេសថៃតាមរយៈការសន្ទនានិងការចរចាព្រំដែនរវាងថៃនិងកម្ពុជាបច្ចុប្បន្នគឺនៅមានភាពស្ងប់ស្ងាត់នៅឡើយទេបាទនេះជាព័ត៌មានទី1ណាដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តរីឯព័ត៌មានទី2វិញគឺបានឲ្យដឹងថាក្រុមហ៊ុនអាកាសចរ Air Cambodia បាទគឺបានបញ្ជាទិញយន្តហោះរហូតដល់20គ្រឿងហើយណោះក្រុមហ៊ុនអាកាសចរជាតិកម្ពុជាហៅថា Air Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះប្រភេទ C909 ចំនួន20គ្រឿងពីក្រុមហ៊ុនអាកាសចរពាណិជ្ជកម្មចិន Comac ដែលធ្វើឲ្យក្រុមហ៊ុនអាកាសចរកម្ពុជាក្លាយជាក្រុមហ៊ុនអាកាសចរបរទេសដំបូងដែលធ្វើការបញ្ជាទិញយន្តហោះផលិតនៅប្រទេសចិននេះបើយោងតាមរបាយការណ៍នៅថ្ងៃសៅរ៍ដោយគេហទំព័រប្រឹក្សាយោបល់អាកាសចរលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបាទមកសូមបញ្ចូលរូបនឹងបន្តិចដើម្បីឲ្យប្រិយមិត្តបានឃើញសូមបញ្ចូលរូបផ្សេងពីការចុះហត្ថលេខានឹងតិចមើលបាទនេះរូបនេះបាទនេះរូបនេះដែលសារព័ត៌មាន Global Time បានរាយការណ៍ណាលេខាធិការដ្ឋានអាកាសចរស៊ីវិលរបស់កម្ពុជាក៏បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់ជាមួយក្រុមហ៊ុនអាកាសចរពាណិជ្ជកម្មចិនដើម្បីគ្រប់គ្រងដល់ប្រតិបត្តិការឲ្យបានជោគជ័យនៃយន្តហោះ C909 និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានារួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសចរស៊ីវិលការគ្រប់គ្រងប្រតិបត្តិការអភិវឌ្ឍបុគ្គលិកនិងការបណ្ដុះបណ្ដាលថែទាំយន្តហោះកិច្ចព្រមព្រៀងនេះមិនត្រឹមតែតំណាងឲ្យសមិទ្ធផលដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការអាកាសចរស៊ីវិលចិនកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាដែលជាដំណាក់កាលថ្មីមួយក្នុងការពង្រីកក្រុមយន្តហោះរបស់ខ្លួនយោងតាមគេហទំព័រឧស្សាហកម្មអាកាសចរស៊ីវិលចិនបានឲ្យដឹងថាខណៈដែលយន្តហោះ C909 ចូលបម្រើការងារបន្តិចម្ដងក្រុមហ៊ុនអាកាសចរនេះត្រូវបានគេរំពឹងថានឹងពង្រីកបណ្ដាញផ្លូវហោះហើររបស់ខ្លួនបន្ថែមទៀតកែលម្អសមត្ថភាពប្រតិបត្តិការរបស់ខ្លួននិងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនជារួមក្នុងនាមជាក្រុមហ៊ុនអាកាសចរជាតិរបស់ប្រទេសកម្ពុជា
ក្រុមហ៊ុនយន្តហោះ C909 ដំបូងត្រូវបានគ្រោងនឹងដឹកជញ្ជូនទៅឲ្យក្រុមហ៊ុនអាកាសចរជាតិកម្ពុជានឹងចូលបម្រើការងារនៅឆមាសទី2នៃឆ្នាំ2026នេះបើតាមការចុះផ្សាយរបស់គេហទំព័រ carnox.com បាទអញ្ចឹងគឺនេះគឺជាការវិវត្តមួយទៀតដែលខាងកម្ពុជាបានបញ្ជាទិញណាបញ្ជាទិញយន្តហោះពីខាងប្រទេសចិនរហូតដល់20គ្រឿងឯណោះបាទរីឯព័ត៌មានទី3វិញគឺពាក់ព័ន្ធជាមួយនឹងប្រទេសអ៊ុយក្រែននិងរុស្ស៊ីបាទបើតាមសេចក្តីរាយការណ៍នានាបានឲ្យដឹងថាគឺការវាយប្រហារដោយ drone របស់អ៊ុយក្រែននោះបាទបានសម្លាប់មនុស្សចំនួន8នាក់ហើយនឹងបានបណ្ដាលឲ្យមនុស្សចំនួន60នាក់ទៀតបានរងរបួសបាទនៅក្នុងប្រទេសរុស្ស៊ីក្នុងពេលយប់នេះបើតាមមន្ត្រីរបស់រុស្ស៊ីបានបញ្ជាក់នៅបាទនៅថ្ងៃសៅរ៍នេះបាទបើតាមការដឹងគឺកងកម្លាំងរបស់ទីក្រុងគៀវបានបន្តការវាយប្រហារតាមអាកាសដោយមិនឈប់ឈរតែម្ដងប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធធម្មពលហើយនឹងគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ីដោយមានគោលបំណងធ្វើយ៉ាងណាបាទធ្វើឲ្យខូចខាតទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូនៅក្នុងការធ្វើឲ្យមានសង្គ្រាមហើយក៏ដូចជាធ្វើឲ្យមានផលប៉ះពាល់ទៅដល់ខាងប្រទេសរុស្ស៊ីផងដែរឲ្យដឹងថាតើរសជាតិនៃការដែលវាមានក្រំឡាំងបញ្ជាទាហានចូលឈ្លានពានប្រទេសអ៊ុយក្រែនដែលចូលមកដល់ឆ្នាំទី5ទៅហើយនេះតើវាមានន័យអត្ថន័យយ៉ាងណាបាទគឺតាមការឲ្យដឹងគឺមានខាងឃ្លាំងរបស់រុស្ស៊ីសំខាន់ចំនួន2បានទៅបានវាប្រហារចំដែលឃ្លាំងនោះគឺជាកន្លែងលក់ផ្គត់ផ្គង់ទំនិញទៅហាងលក់ទំនិញរាយបាទហើយទៅបានវាចំបាទហើយក៏ drone នោះក៏បានវាប្រហារចំកន្លែងផ្សេងទៀតផងដែរនេះបើយោងតាមការបញ្ជាក់របស់ខាងមន្ត្រីរបស់រុស្ស៊ីបាទគឺមួយនៅចំទីក្រុងកូតថៅបាទនៅក្នុងតំបន់តាំបូបាទដែលមានចម្ងាយប្រមាណជា360គីឡូម៉ែត្រពីព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែនបាទអញ្ចឹងបានន័យថាអ៊ុយក្រែនវាប្រហារចូលជ្រៅបានហើយនឹងមួយទៀតនៅក្នុងទីក្រុង Elektrostal ដែលមានចម្ងាយប្រមាណជា50គីឡូម៉ែត្រនៅភាគខាងកើតនៃទីក្រុងមូស្គូចាំបានវាយជិតទៅដល់ទីក្រុងមូស្គូនោះគឺឃ្លាំងសំខាន់គឺអ៊ុយក្រែនវាយចំតែម្ដងបាទហើយគឺឃ្លាំងទាំងពីរនេះបានឆាបឆេះបាទហើយគឺក្រុមហ៊ុនអ្នកដែលជាម្ចាស់ក្រុមហ៊ុនហ្នឹងគឺបាននិយាយនៅពេលព្រឹកថ្ងៃសៅរ៍នេះថាគឺអគិភ័យដែលនៅក្នុងតំបន់កតៅហ្នឹងគឺបានពន្លត់ហើយប៉ុន្តែរូបភាពដែលបានបង្ហាញឲ្យឃើញនេះបាទរូបភាពដែលបានបង្ហាញឲ្យឃើញដោយដែលនៅក្នុងរូបភាពហ្នឹងគឺបានឃើញឲ្យមានការឆាបឆេះជាប់ជាប្រចាំណាបាទហើយលោក Zelensky វិញក៏បានបញ្ជាក់ផងដែរបាទបញ្ជាក់ផងដែរនៅតាមបណ្ដាញសង្គមថានៅព្រឹកថ្ងៃសៅរ៍នេះគឺនៅព្រឹកថ្ងៃសៅរ៍តាម Telegram ថាឥឡូវនេះគឺ drone រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននេះគឺបន្តវាយប្រហារទៅលើកន្លែងឃ្លាំងភស្តុភារដ៏សំខាន់របស់រុស្ស៊ីនឹងបន្ថែមទៀតបាទនៅក្នុងការខិតខំប្រឹងប្រែងរបស់ខាងអ៊ុយក្រែនក្នុងការធ្វើឲ្យប៉ះពាល់ទៅដល់សង្វាក់ផ្គត់ផ្គង់នៃទាហានរបស់រុស្ស៊ីបាទអញ្ចឹងគឺគ្រាន់តែនៅក្នុងទីក្រុងកូតថៅហ្នឹងគឺអ្នកធ្វើការនៅពេលយប់7នាក់បាទ7នាក់បានស្លាប់បាត់បង់ជីវិតហើយ25នាក់ទៀតបានរងរបួសអញ្ចឹងជាសរុបទៅគឺទាំងពីតំបន់ហ្នឹងគឺមានអ្នកស្លាប់ហ្នឹង8នាក់ហើយអ្នករងរបួសដល់ទៅ60នាក់ឯណោះបាទក្នុងការបើកយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខាងអ៊ុយក្រែននេះបាទរីឯព័ត៌មានទី4វិញបាទទី4វិញគឺជាការធ្វើបច្ចុប្បន្នភាពនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់បើតាមការបញ្ជាក់ដោយយោធាភូមិភាគកណ្ដាលឬក៏ហៅថាបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាគឺកងកម្លាំងរបស់សហរដ្ឋអាមេរិកបានបញ្ចប់នៅការវាយប្រហារទាំងយប់ទី7ហើយ
នៅកាលពីថ្ងៃទី17វេលាម៉ោង9:30នាទីយប់បាទដែលម៉ោងនៅខាងសហរដ្ឋអាមេរិកនេះណាបាទគឺជាការមួយខិតខំវាយប្រហារបាទខិតខំវាយប្រហារទៅលើគោលដៅនានាបាទទៅលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់បាទដែលក្នុងនោះគឺមានការវាយប្រហារចំកន្លែងការដ្ឋានឃ្លាំមើលមានកន្លែងឃ្លាំងផ្ទុកសម្ភារៈយោធាហើយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងក៏ដូចជាឃ្លាំងស្តុកអាវុធនៅក្រោមដីផងដែរបាទនេះបើតាមការបញ្ជាក់របស់ខាងសហរដ្ឋអាមេរិកណាបាទហើយសហរដ្ឋអាមេរិកគឺមានប្រើប្រាស់នៅយន្តហោះចម្បាំងបាទមានប្រើ drone តាមអាកាសហើយនឹងនាវាចម្បាំងផងដែរជាការបន្ថែមសម្រាប់ប្រតិបត្តិការនេះបើតាមការបញ្ជាក់ហើយនៅក្នុងរូបភាពនេះគឺជារូបភាពដែលខាងCencom បាទគឺបញ្ជាការកណ្ដាលហ្នឹងបានចេញផ្សាយដើម្បីឲ្យបានដឹងជាទូទៅតែម្ដងហើយតាមការបញ្ជាក់បន្ថែមរបស់បញ្ជាការកណ្ដាលនេះបានឲ្យដឹងថាគឺខាងសហរដ្ឋអាមេរិកនៅបន្តធ្វើយ៉ាងណាឲ្យប្រទេសអ៊ីរ៉ង់នេះទទួលខុសត្រូវចំពោះការដែលបាទខ្លួនបើការវាយប្រហារមកលើនាវាដឹកពាណិជ្ជកម្មហើយសហរដ្ឋអាមេរិកនឹងពង្រឹងឲ្យបានកាន់តែខ្លាំងនៅការបិទច្រកតាមសមុទ្រនេះមិនឲ្យមានការចេញចូលទំនិញទៅក្នុងកំពង់ផែរបស់អ៊ីរ៉ង់នោះទេបាទហើយខាងសហរដ្ឋអាមេរិកក៏បានឲ្យដឹងផងដែរថាមានទាហានរបស់សហរដ្ឋអាមេរិកនឹងប្រមាណជា50,000នាក់ជាង50,000នាក់បាទចូលរួមនៅក្នុងប្រតិបត្តិការនៅទូទាំងតំបន់មជ្ឈមបូព៌ាហើយពួកគេគឺមានការត្រៀមប្រុងប្រយ័ត្នជាប់ជានិច្ចបាទហើយត្រៀមកម្លាំងវាយឲ្យបានផងដែរបាទនេះបើតាមការបញ្ជាក់របស់ខាងសហរដ្ឋអាមេរិកណាបាទហើយគឺសហរដ្ឋអាមេរិកបានឲ្យដឹងថាបាទសំទោសហើយបើខាងពីខាងអ៊ីរ៉ង់វិញក៏បានឲ្យដឹងថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺមានចំទៅលើស្ពានហើយនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលហើយខាងអ៊ីរ៉ង់នេះក៏បានវាយប្រហារតបវិញគឺចំរោងចក្រចម្រាញ់ទឹកសមុទ្រឲ្យខ្លាយទៅជាទឹកសុទ្ធហ្នឹងបាទរបស់ខាងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរហើយក្នុងពេលនោះក៏មានព័ត៌មានដែលខាងសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងគឺខាងអ៊ីរ៉ង់គាត់ខិតខំផ្សាយព័ត៌មានคล้ายៗមួយចំនួនដែលថាគាត់បានបាញ់ទាហានរបស់ខាងអ៊ីរ៉ង់នោះបានបាញ់ឆេះនៅបាទនាវាដឹកប្រេងចំនួន2ហើយបានផ្ទុះនៅក្នុងច្រកសមុទ្រ Hormuz បាទដោយសារតែនាវាទាំងនោះគឺបាទមកចំមីនមិនមែនគាត់បាញ់ទេគឺមកបុកចំមីនហើយក៏ផ្ទុះឆេះក៏ប៉ុន្តែខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកវិញបានបញ្ជាក់ថារឿងនេះគឺជារឿងមិនពិតទេអត់មានពិតទេការអះអាងហ្នឹងគឺមិនពិតទេបាទអញ្ចឹងគឺគាត់បានផ្ទៀងផ្ទាត់អត់បានពិតទេណាបាទចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងជូនប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិណានៅថ្ងៃនេះបាទការពិតទៅមានទាំងរឿងសហរដ្ឋអាមេរិកផងដែរដើម្បីជូនបច្ចុប្បន្នភាពឲ្យបានដល់ប្រិយមិត្តបាទសូមអរគុណប្រិយមិត្តដែលចូលមកដើម្បីទទួលយកព័ត៌មាននេះបាទសូមជម្រាបលាបាទឥឡូវសូមមុននឹងជម្រាបលានេះគឺសូមបាទជម្រាបសួរប្រិយមិត្តបងមួយចំនួនអ្នកបងសេណាតក៏បានអញ្ជើញចូលដែរណាបាទអរគុណបងសុខសប្បាយលោកប៊ុនយ៉ានក៏បានចូលដែរបាទលោកបងប្រសាទក៏បានអញ្ជើញចូលដែរចូលយឺនបន្តិចណាបាទគឹមហេងគៀងឃើញលោកពូផុស Facebook មកកម្ពុជាលោកពូបានទៅមើលសាលារៀននៅជំរំជនពិសឹកភូមិរងចាំបាទជាការពិតមែនខ្ញុំបានទៅដល់កន្លែងហ្នឹងបាទ